ឃើញទំព័រមួយចុះផ្សាយអំពីលោកវិជ្ជបណ្ឌិតដែលគ្រប់គ្នាតែងស្គាល់ថាជាដុកទ័រតង់ចាប់ពីថ្ងៃនេះតទៅរាល់វីដេអូមេតិកាចែករំលែកនៅចំណេះដឹងសុខភាពនៅលើបណ្ដាញសង្គមរបស់លោកទាំងអស់នឹងត្រូវលុបចោលដោយសារតែមានការណែនាំពីគណៈគ្រូពេទ្យកម្ពុជាទៅលើមេតិកាអប់រំសុខភាពនៅកម្ពុជាមិនទាន់មានលិខិតអនុញ្ញាតដើម្បីជាការឆ្លើយតបលោកវេជ្ជបណ្ឌិតសម្រាប់លុបមេតិការបស់លោកទាំងអស់នៅក្នុងเพจដុកទ័រតង់ចាប់ពីពេលនេះតទៅបើស្ដាប់លក្ខណៈនេះគឺឃើញថាគណៈគ្រូពេទ្យកម្ពុជាពិតជាធ្វើការល្អណាស់ដែលគ្រូពេទ្យគ្រាន់តែបញ្ចេញមតិវេជ្ជសាស្ត្រមិនមែនព្យាបាលគ្រាន់តែបញ្ចេញមតិអំពីចំណេះដឹងក៏ត្រូវគោរពតាមច្បាប់ទម្លាប់និងវិន័យនៃគណៈគ្រូពេទ្យដែរបានសេចក្តីថាប្រទេសកម្ពុជាយើងកំពុងតែមានសណ្ដាប់ធ្នាប់ដ៏ល្អអស្ចារ្យក៏ប៉ុន្តែគេចោទសួរថាតើក្រសួងសុខាភិបាលមាននៅគ្រប់គ្រងលើគណៈគ្រូពេទ្យកម្ពុជាឬទេណាយើងចង់ដឹងថាមានទេមានគណៈគ្រូពេទ្យកម្ពុជាឬទេណាមានគណៈគ្រូពេទ្យកម្ពុជាឬទេហើយគណៈគ្រូពេទ្យកម្ពុជាអូខេហើយគណៈគ្រូពេទ្យកម្ពុជានឹងគណៈគ្រូពេទ្យកម្ពុជានឹងគឺគាត់ត្រួតត្រាដោយក្រសួងសុខាភិបាលឬទេណាអានោះអញ្ចឹងទៅលើមេតិកាអប់រំគ្រូពេទ្យតង់ណាតាម page របស់គាត់គឺគាត់ដាក់អាសយដ្ឋានគាត់ចំណេះដឹងសុខភាពគាត់មានការិយាល័យនៅទីក្រុងភ្នំពេញគាត់ដាក់ឈ្មោះគាត់ថាជាដុកទ័រតង់បាទគាត់ដាក់ឈ្មោះគាត់ថាជាដុកទ័រតង់ណាគាត់មានការផ្សព្វផ្សាយខ្លះមើលស្ដាប់មើលឲ្យស្វែងរកគ្រូពេទ្យដែលមានជំនាញចំណេះឯកទេសផងណាមានរូបថតមានអីខ្លះនៅក្នុងហ្នឹងគាត់ដាក់ខ្លួនគាត់ថាជា CEO និង Founder MD Digital គាត់ផ្សាយពី app របស់គាត់ណាមើលគាត់និយាយពីស្អីអបអរសាទរពិធីសម្ពោធជាផ្លូវការកម្មវិធីទូរស័ព្ទដៃ Meet Doctor App ប្រព័ន្ធគ្រប់គ្រង Clinic Flow ដែលបានប្រារព្ធឡើងដោយជោគជ័យថ្ងៃ29ខែមីនាឆ្នាំ26ក្រុមហ៊ុន Meet Doctor ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ម្ចាស់ឧបត្ថម្ភ Meet Doctor App ជាកម្មវិធីទូរស័ព្ទដៃសម្រាប់ណាត់ជួបគ្រូពេទ្យស្វែងរកព័ត៌មានមន្ទីរពេទ្យ Clinic អូខេជា app សម្រាប់ស្វែងរកគ្រូពេទ្យណាត់ជួបគ្រូពេទ្យអូខេស្អីទៀតរបៀបទិញផលិតផលបញ្ចុះតម្លៃនៅលើ app ណាការប្រើ app ឲ្យទិញផលិតផលរបៀបចុះឈ្មោះប្រើប្រាស់ app អូខេក៏ឆ្លៃពុទ្ធសាសនាហើយក៏បានស្វាស្វែងបន្តការសិក្សានៅប្រទេសផ្សេងៗមានដូចជាឥណ្ឌាសិង្ហបុរីម៉ាឡេស៊ីឥណ្ឌូនេស៊ីអាមេរិកស្វីសហើយយើងឃើញថានៅប្រទេសរបស់នេះគឺសិតតែប្រទេសជនលឿនទំនើបហើយយើងយកអ្វីដែលថ្មីៗចាស់ចាស់កាជាពេទ្យរួមជាមួយនឹងអ្វីដែលគេជឿជាក់នៅខាងក្រៅនោះយកមកចូលក្នុងស្រុកខ្មែរយើងគ្នាបាទខ្ញុំដាក់គោលដៅមួយថាបើសិនជាយើងមិនតែធម្មតាហើយនៅមួយទៀតដឹងស្រាប់ថានៅស្រុកខ្មែរយើងពេលខ្លះការមើលទៅលើវិស័យសុខាភិបាលគឺមានកម្រិតមួយអញ្ចឹងហើយទាំងអស់នេះវាជាការជឿចាប់មួយហើយយើងក៏យកវាជាគោលដៅដាក់ហើយទៅស៊ើបមើលនៅខាងគេខ្លះគេខ្លាំងប៉ុណ្ណាមាននិយាយទៅដែលខ្លាំងទទួលយកណាអាហ្នឹង
ឥឡូវចាំស្ដាប់គេមួយទៀត ប្រកាសទៅបង នេះអូខេដុកទ័រហ្នឹងគាត់ចេញមុខអញ្ចឹងហើយគាត់មានកន្លែងពិគ្រោះរោគគាត់មន្ទីរពេទ្យបង្អែកខេត្ត16មករាអគារពិនិត្យរោគ OPD គាត់ដូចជាផ្ដល់ជំនួយអីទៅមន្ទីរពេទ្យអីចឹងណាខូតយីតង់ថ្ងៃនេះខ្ញុំបាននាំថ្នាំពេទ្យដែលសប្បុរសជនបានឧបត្ថម្ភតាមរយៈមូលនិធិដុកទ័រតង់ជូនទៅកាន់មន្ទីរពេទ្យបង្អែកគាត់យកជំនួយមនុស្សធម៌ទៅយុទ្ធជនគាត់បង្ហាញខ្លួនជាមួយនឹងមន្ទីរពេទ្យនៅឥណ្ឌាណារំលឹកការចុះកម្មវិធីសិក្សានៅប្រទេសឥណ្ឌាជំនួយជនភាសាផ្សាយអំពីមន្ត្រីខ្មែរភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតទៅសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យបើយើងក៏លេចមើលទៅ page របស់ដុកទ័រតង់គាត់គ្មានអ្វីប៉ះពាល់អំណាចរដ្ឋាភិបាលទេគាត់លើកតម្កើងរដ្ឋាភិបាលគាត់គោរពសម្ដេចនាយករដ្ឋមន្ត្រីដុកទ័រតង់លើកកម្មវិធីស្ដីអំពីការផ្ដល់ឈាមបបួលគ្នាចោះឈ្មោះបរិច្ចាគឈាមនិយាយពីសុខភាពអំពីការជួយសង្គ្រោះជីវិតសម្រាប់សុខភាពផ្លូវចិត្តដុកទ័រតង់ពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាដុកទ័រគាត់ឈ្មោះនិតប៊ុនតុងយីណានិតប៊ុនតុងយីspecialty is general physician គ្រូពេទ្យព្យាបាលជំងឺទូទៅ he is a medical pioneer and the brain behind Meet Doctor គាត់ជាស្ថាបនិកគំនិត Meet Doctor moreover Dr. Nit Bontongji has journey from University of Puthisatra to international acclaim and is passionate about transforming healthcare. Get ready to be inspired and empowered as industry leaders share their insight on into the sandbox, navigating the course of your business aspiration. Don't miss the chance to learn from the best and take, okay? គាត់ជា general practitioner តែគាត់រៀននៅប្រទេសណាខ្ញុំអត់ដឹងទេឃើញគាត់ផ្សាយអញ្ចឹងអូខេរូបរាងជាក្មេងសង្ហាណាគាត់មានផ្សាយអំពី you are invited តាក់ទងនឹងជំងឺទឹកនោមផ្អែមជំងឺជាតិស្ករក្នុងសរសៃឈាមភ្នែកថែទាំភ្នែកតាំងពីក្មេងរហូតដល់មនុស្សធំ join us for a health talk Intercare Hospital អូខេក្រៅពីនឹងឃើញសកម្មភាពដូចជាធម្មតាមិនឃើញអ្វីក្រៅពីនឹងទេឥឡូវនេះមើលប្រវត្តិសង្ខេបវេជ្ជបណ្ឌិតនិតប៊ុនតុងយីជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ Meet Doctor ជាវេជ្ជបណ្ឌិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រគាត់បានទទួលការបណ្ដុះបណ្ដាលពីមន្ទីរពេទ្យក្នុងស្រុកនិងអន្តរជាតិរួមមានទាំងប្រទេសស្វីសឥណ្ឌាសិង្ហបុរីម៉ាឡេស៊ីគាត់បានបោះពុម្ពផ្សាយឯកសារស្រាវជ្រាវមួយចំនួននិងបានឈ្នះពានរង្វាន់សម្រាប់ធ្វើបទបង្ហាញនៅសហរដ្ឋអាមេរិកឆ្នាំ2018បេសកកម្មរបស់គាត់គឺដើម្បីជួយមនុស្សរាប់លាននាក់ឲ្យមានសុខភាពសាកលវិទ្យាល័យពុទ្ធិសាស្ត្រនឹងនៅណាទេខ្ញុំអត់ដឹងណាខ្ញុំអត់ដឹងទេអូខេឥឡូវចប់ត្រឹមប៉ុណ្្នឹងសិនឥឡូវសួរបងប្អូននៅក្នុងស្រុកម្ដងមានបងប្អូនណាស្គាល់ដុកទ័រនេះទេសូមជួយប្រាប់ផង
ta miền bong bồn ná có Dr. Tông nâng tế miền tế miền tế Puttisatra University in Phnom Penh chẳng Sala Puttisatra nó cứ chẳng nơi Phnom Penh nhé bà cái phần riêng ấy khác Puttisatra University nắng đó xã có vị chia lại Putti sát chẳng ấy xã có vị chia lại Puttasa xã có vị chia lại Puttasa chia xã có vị chia lại ai cái chôn mũi đã thật nơi tì krong Phnom Penh ở tuổi school chia phơi cá đòiរដ្ឋាភិបាលកម្ពុជាក្រោមការចុះហត្ថលេខាសម្ដេចហ៊ុនសែនឆ្នាំ2007គុណសាកលវិទ្យាល័យនេះក៏បានទទួលកម្មវិធីសិក្សាអូខេនឹងមានដឹងតែប៉ុណ្ណឹងណា teaching medicine in front of French Aryan School នឹងអញ្ចឹងពុទ្ធិសាសចិត្តសាអលស័យពុទ្ធិសាសអូខេតើកម្ពុជាយើងអូខេអញ្ចឹងក្មេងម្នាក់ឈ្មោះដុកទ័រតុងនេះបញ្ចប់ការសិក្សានៅក្នុងស្រុកជាពេទ្យក្នុងស្រុកតើនៅក្នុងគណៈគ្រូពេទ្យកម្ពុជានោះណានៅក្នុងគណៈគ្រូពេទ្យកម្ពុជានោះគេដូចជាមានបែបបត់សម្បើមអញ្ចឹងឥឡូវនេះដុកទ័រតុងនឹងត្រូវស្ដាប់តាមគ្រូពេទ្យណាត្រូវស្ដាប់តាមគ្រូពេទ្យកម្ពុជាដែលគណៈគេឲ្យដកចេញពីព្រោះគ្មានការអនុញ្ញាតអញ្ចឹងគ្រូពេទ្យកម្ពុជាគ្រាន់តែបញ្ចេញមតិសុខភាពក៏ត្រូវការច្បាប់ដែរល្អតារឿងហ្នឹងឥឡូវនេះឆ្លើយឆ្លងនឹងបងប្អូនបន្តិចនៅកម្ពុជារាល់ថ្ងៃរាល់ជំនាញសុខាភិបាលមានគណៈចេញដោយរាជក្រឹត្យមានគណៈគ្រូពេទ្យគណៈទន្តពេទ្យគណៈឱសថការីគណៈឆ្មបគណៈគិលានបឋមអរគុណនៅអរគុណប៉ុន្តែតើអំណាចរបស់អាគណៈចុយម្រាយហ្នឹងវាត្រូវការអនុញ្ញាតមនុស្សដែលរៀនពេទ្យនិយាយពីសុខភាពទេមនុស្សហ្នឹងអត់មានទៅចាក់គេឲ្យងាប់ឬក៏ឲ្យថ្នាំសម្រាប់នេះទេនិយាយពីចំណេះដឹងសុខភាពតើត្រូវសុំអាគណៈចុយម៉ាយហ្នឹងទេអញ្ចឹងអាគណៈហ្នឹងវាមានអំណាចទៅលើបបោមាត់របស់ពេទ្យទេហើយចុះអាអ្នកលក់លេនោះអាគណៈហ្នឹងដែលជាតំណាងគ្រូពេទ្យហ្នឹងមានតវ៉ាទៅក្រសួងទេមិនបានជាថ្នាំលក់អត់មានការអនុញ្ញាតឬក៏គណៈគ្រូពេទ្យហ្នឹងវាឆ្វែលជុំវិញតែពងដវាអាហ្នឹងគឺជារឿងមួយអញ្ចឹងស្រុកខ្មែរអញ្ចឹងស្រុកខ្មែរឥឡូវគេហៅថាវប្បធម៌7មករាសួរខ្លួនឯងថាបើខ្លួនឯងជាគ្រូពេទ្យគ្រាន់តែនិយាយបញ្ចេញមតិតាក់ទងនឹងសុខភាពមនុស្សដែលអត់ព្យាបាលឲ្យងាប់ឲ្យឬក៏ឲ្យថ្នាំឲ្យមានប្រតិកម្មអវិជ្ជមានតើវាខុសទេហើយអាគណៈគ្រូពេទ្យនឹងវាសរសេរសភៅពេទ្យឬវាធ្វើអីអាហ្នឹងអញ្ចឹងណាអញ្ចឹងវិសាលអរគុណហើយព័ត៌មានហ្នឹងគេមានគណៈប៉ុន្តែគណៈហ្នឹងវាមានអំណាចប៉ុណ្ណារឿងនេះដូចធ្វើបាបតែអ្នកជំនាញតែអ្នកអត់ជំនាញទៅធ្វើអីគេកើតទេយូរទៅពួកពេទ្យលែងហ៊ានចែករំលែកហើយវិសាលវាអញ្ចឹងណាវាចាប់ផ្ដើមដូចឧទាហរណ៍ទៅនៅសហរដ្ឋអាមេរិកណាវាមាន AMA នៅស្រុកអាមេរិកប្រែជាភាសាខ្មែរគេហៅថា ប្រែរាយចំទោះប្រែជាភាសារាយគេហៅថា American Medical Association ខ្មែរប្រែថាសមាគមគ្រូពេទ្យអាមេរិកដែលគេហៅថា AMA ពេទ្យទាំងអស់នៅអាមេរិកឲ្យតែជាវិជ្ជបណ្ឌិតគឺជាច្រើនចូលជាសមាគមជាសមាជិកភាពរបស់ AMA ដូចគណៈមេធាវីចឹងគណៈមេធាវីអត់ប្រដៅមេធាវីរបៀបនិយាយច្បាប់ទេគណៈមេធាវីទទួលដឹងឮពីអាជីវកម្មមេធាវីការអនុវត្តច្បាប់របស់មេធាវីហើយនឹងកម្រិតសិលធម៌វិជ្ជាជីវៈដូច្នេះអ្វីដែលខ្ញុំយល់ឃើញណាវិសាលគណៈគ្រូពេទ្យគឺដូចគ្នាវាមិនដែលមានឯណា
គ្រាន់តែគ្នាធ្វើ content និយាយពីរឿងសុខភាពត្រូវការអនុញ្ញាតក៏ដូចម៉ែវាអីណាកូនមីចៅនឹងចេះតែបង្កើតរឿងចឹងបើវាចេះដល់ប៉ុណ្ណឹងមិនក៏វាមិនតវ៉ាក្រសួងសុខាភិបាលដែលធ្វើឲ្យថ្នាំคล้ายៗការលក់ឱសថដែលធ្វើឲ្យមន្ទីរសុខភាព clinic បើកអត់មានកដាស់ស្នាមត្រឹមត្រូវវិជ្ជបណ្ឌិតគ្មានការទទួលស្គាល់ក្នុងនិយមគ្រូកុសលអីមិនក៏វាមិនតវ៉ាមិនក៏វាទៅរករឿងគ្រូពេទ្យដែលនៅក្នុងសមាគមវាដែលបញ្ចេញមតិសុខាភិបាលគេមិនឲ្យថ្នាំពលងាប់គេមិនទៅចាក់ឲ្យរៃអាក់ស្យុងឯណាគ្រូពេទ្យនៅក្នុងសហរដ្ឋអាមេរិកណាដែលចង់និយាយស្អីគេមានហាមសេរីភាពក្នុងការនិយាយណាកុំឲ្យតែគ្រូពេទ្យនឹងអនុវត្តវិទ្យាសាស្ត្រគេហៅថា medical practice without license ហើយអាជ្ញាប័ណ្ណការអនុញ្ញាតហ្នឹងមិនមែន AMA ចេញឲ្យទេមិនមែនសមាគមគ្រូពេទ្យចេញឲ្យទេគឺក្រសួងសុខាភិបាលអាមេរិកហើយគេប្រឡងជាប់ឧទាហរណ៍ថាខ្ញុំជាវិជ្ជបណ្ឌិតនៅអាមេរិកក្រោយពីបានខ្លាយទៅជាវិជ្ជបណ្ឌិតខ្ញុំត្រូវប្រឡងយករបស់មួយដែលគេហៅថា medical license ប្រែថាគេថាអាជ្ញាប័ណ្ណឬក៏លិខិតបញ្ជាក់ឲ្យអនុវត្តវិជ្ជាពេទ្យគេហៅថា medical license ខ្ញុំប្រឡងទៅខ្ញុំជាប់ខ្ញុំមាន medical license ខ្ញុំអាចបើកមណ្ឌលសុខភាពខ្លួនឯងឬអាចធ្វើការឲ្យមន្ទីរពេទ្យបើខ្ញុំគ្មានលិខិតអនុញ្ញាតហ្នឹងទេខ្ញុំមិនអាចអនុវត្តវិទ្យាសាស្ត្របានទេនឹងដល់ពេលខ្ញុំអនុវត្តវិទ្យាសាស្ត្របើមន្ទីរពេទ្យរកឃើញថាខ្ញុំធ្វើការអនុវត្តវិទ្យាសាស្ត្រខុសវិន័យនៃជំនាញអានោះAMA គេហៅខ្ញុំឡើងឆ្លើយហើយគេនឹងវិនិច្ឆ័យថាតើគេផ្ដល់អាជ្ញាប័ណ្ណបន្តឬក៏គេ pure នឹងអញ្ចឹងតែពាក្យសម្ដីខ្ញុំនិយាយគេអត់មកត្រួតត្រាមកគ្រប់គ្រងសម្ដីខ្ញុំទេហើយបន្ទាប់មកទៀតបើខ្ញុំផ្សាយអំពីការព្យាបាលជាសេរីភាពរបស់ខ្ញុំមានប្រទេសខ្លះគេហាមមិនឲ្យគ្រូពេទ្យផ្សាយទេមានប្រទេសខ្លះគ្រូពេទ្យគឺអត់មានផ្សាយពាណិជ្ជកម្មទេអានឹងមានប្រទេសខ្លះយើងចាញ់ជាគ្រូពេទ្យអត់ផ្សាយទេមេធាវីក៏អត់ផ្សាយដែរបានត្រឹមតែចុះឈ្មោះខ្លួនជាពេទ្យនៅក្នុង directory នៅក្នុងសៀវភៅទូរស័ព្ទប៉ុន្តែមិនផ្សាយពាណិជ្ជកម្មទេអាមេរិកឲ្យផ្សាយប្រទេសខ្លះគេអត់ឲ្យផ្សាយទេប្រទេសខ្លះគេអត់ឲ្យផ្សាយទេគេអត់ឲ្យផ្សាយថាយើងដុកទ័រសុកសគុណទទួលព្យាបាលជំងឺនេះអត់ទេគេឲ្យយើងចុះឈ្មោះថាដុកទ័រសុកសគុណជំនាញអី general practitioner internal medicine អីចឹងណាឬក៏ជំនាញអីគ្រាន់តែចុះឈ្មោះនៅក្នុង directory គេហៅថា public directory ចុះឈ្មោះបានតែអត់ដាក់ខាងការិយាល័យយើងខ្ញុំព្យាបាលនេះអីអត់ទេអាហ្នឹងប្រទេសខ្លះគេអត់ឲ្យផ្សាយចឹងទេហើយអ្នកដែលអត់ឲ្យផ្សាយនេះគឺក្រសួងសុខាភិបាលមិនមែនគណៈគ្រូពេទ្យទេគណៈគ្រូពេទ្យគឺយកចិត្តទុកដាក់ទី1បុគ្គលដែលអនុវត្តវិជ្ជាពេទ្យទទួលច្បាប់អនុញ្ញាតដោយប្រឡងយក license ទី2មានបទវិន័យដែលគណៈគ្រូពេទ្យឧទាហរណ៍គ្រូពេទ្យទៅជួយស្លថ្នាំញៀនអាហ្នឹងគេត្រូវដេញចាញ់អាហ្នឹងអញ្ចឹងណាវិសាលច្បាប់អាគណៈគ្រូពេទ្យហ្នឹងមិនមែនមកបិទមាត់យើងទេណាខ្ញុំនិយាយតែប៉ុណ្្នឹងទេហ្នឹងខ្ញុំនិយាយប៉ុណ្្នឹងបាទកូនក្មួយខ្ញុំច្រើនអ្នកណាស់នៅក្នុង medical ខ្ញុំក៏សួរគេសួរឯងដែរ